តេតទៅនឹងបញ្ហាស្រត់ស្បូនដើម្បីឆ្លើយតបនឹងសំណួរបងអូនស្រីដែលគាត់បានសួរដែលគាត់នឹងមានគាត់សម្រាប់កូនបាន3ខែហើយនៅក្នុងទ្វីបរបស់គាត់មានសាច់ដុំទល់ជ្រួញមិនប្រកាសថាស្រត់ស្បូនឬអត់ទេអ្នកគ្រូចឹងខ្ញុំមកជជែកតេតទៅនឹងរោគសញ្ញាដំបូងនៃការស្រត់ស្បូនរោគសញ្ញាទី1នៃការស្រត់ស្បូនដំណាក់កាលទី1គឺយើងមានអារម្មណ៍ថាឈឺអួលណែនស្រត់មកខាងក្រោមចុករយចកេះចុករយឆ្អឹងខ្នងចាហើយបត់ជើងតូចមករញឹកឬក៏លឺសំឡេងខ្យល់ចេញពីទ្វារមាសនៅពេលដែលយើងនៅជាមួយនឹងដៃគូហើយមានអាការៈឈឺអួលចុកផ្នែកខាងក្រោមនៃពោះរបស់យើងហើយជួនកាលមានការធ្លាក់ទឹកលំអិលឬក៏មានការធ្លាក់សដែលមានក្លិនចាមានក្លិនអត់ល្អថែមទៀតចានេះគឺជារោគសញ្ញានៃការស្រត់ស្បូនដំណាក់កាលទី1អញ្ចឹងបើសិនជាយើងមានអាការៈបែបហ្នឹងអាចទៅពីគ្រូមួយពេទ្យបាននឹងគឺងាយស្រួលហ្មងឲ្យគេឆែកសុខភាពរបស់យើងតាមពិតទៅស្ត្រីនៅដំណាក់កាល3ខែអញ្ចឹងគឺក្រោយសម្រាលគួរតែឆែកសុខភាពចាឆែកសុខភាពចាដើម្បីគេមើលសុខភាពមាត់ស្បូនរបស់យើងតើមានស្រត់ឬអត់ចា